ទាំងអស់នេះរស់នៅរយៈពេលប្រមាណឆ្នាំហើយមកដល់ពេលនេះតើក្រុមហ៊ុនដែលអះអាងថាជាដីរបស់ក្រសួងព័ត៌មានចេញពីក្រសួងព័ត៌មានក្នុងនាមលោកជាអាជ្ញាធរដែនដីលោកមានអត្ថាធិប្បាយយ៉ាងម៉េចក្រុមហ៊ុនផានិមិចគាត់សំអាងទៅលើការចុះហត្ថលេខារបស់ទីស្តីការគណៈរដ្ឋមន្ត្រីរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបញ្ជាក់ថាដីនេះគាត់បានដេញថ្លៃទៅតាមគោលការណ៍អនុម័តរបស់ក្រសួងហិរញ្ញវត្ថុហើយដូច្នេះហើយបានជាក្រុមហ៊ុនផានិមិចគាត់សុំធ្វើសិទ្ធិកាន់កាប់ដីធ្លីនេះនៅពេលដែលសង្កេតឃើញការសុំរបស់គាត់របស់ក្រុមហ៊ុននេះអាជ្ញាធរខណ្ឌក៏ធ្វើការពិចារណាជាមួយនឹងការិយាល័យនគររូបនីយកម្មថាតើយើងត្រូវធ្វើជូនគាត់ឬមិនធ្វើបើមិនធ្វើយើងនឹងខកអំពីបញ្ហាច្បាប់ដែលបានចុះហត្ថលេខាតែបើធ្វើវាប៉ះពាល់នឹងប្រជាជនហើយនេះហើយយើងបានប្រជុំគ្នាថាតើយើងត្រូវធ្វើវាម៉េចយើងត្រូវធ្វើទៅតាមនីតិវិធីមួយដែលប្រកាសជូនប្រជាពលរដ្ឋជាដំបូងថាដីរបស់ខ្លួនដែលកំពុងរស់នៅនេះមានក្រុមហ៊ុនមួយបានអះអាងថាជារបស់ខ្លួនស្របច្បាប់ទៅហើយអញ្ចឹងសូមឲ្យប្រជាជនមានការតវ៉ាមានការរៀបចំឯកសារដែលពាក់ព័ន្ធរបស់ខ្លួនទាំងអស់ដើម្បីធ្វើការតវ៉ាឡើងថាតើរបស់គាត់យ៉ាងម៉េចយ៉ាងម៉ានេះអញ្ចឹងបានយើងចេញជាខិតមួយលិខិតប្រកាសមួយដែលចុះហត្ថលេខាដោយលោកអបាខាន់ទូកុកសេរីរតនៈចុះនៅថ្ងៃទី8ចុះថ្ងៃទី20ចុះថ្ងៃទី8ខែឧសភាឆ្នាំ2006ហើយខ្ញុំសូមជម្រាបជូនផងដែរថារាល់ការប្រកាសទៅតាមការធ្វើកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌទាំង4ក្នុងក្រុងនីតិវិធីរបស់សូលចៅដីគេប្រកាសជូនប្រជាពលរដ្ឋក្នុងមួយសប្តាហ៍តែបើមួយសប្តាហ៍ហ្នឹងមានអ្នកតវ៉ាគេនឹងមកកកដីនឹងទុកដើម្បីរងចាំការដោះស្រាយពីគណៈកម្មការឬក៏ដោះស្រាយពីតុលាការប៉ុន្តែដោយឡែកតំបន់នេះដោយឃើញថាប្រជាជនធ្លាប់មករស់នៅនឹងបានច្រើនហើយមានទាំងផ្ទះថ្មទាំងអីជាក់ស្ដែងឃើញដោយថាថ្ងៃនេះអាជ្ញាធរខណ្ឌនិងការិយាល័យនគររូបនីយកម្មជាមួយនឹងគេឆ្លងប្រធានមន្ត្រីសូយ៉ាដីគេទៅថាត្រូវតែប្រកាសពីសប្តាហ៍ទុកឲ្យគាត់ដើម្បីធ្វើការតវ៉ាព្រោះកន្លែងនេះវាមិនប្រក្រតីកន្លែងហ្នឹងទី1ហេតុនេះនេះហើយបានយើងចេញក្តីប្រកាសនេះជូនបងប្អូនជាពលរដ្ឋមួយទៀតតាំងពីសម័យរដ្ឋកម្ពុជាមានលិខិតមួយបានចេញពីក្រមប្រឹក្សារដ្ឋមន្ត្រីមកថាដីនេះជាដីរបស់ក្រសួងព័ត៌មានដីនេះជាដីរបស់ក្រសួងព័ត៌មានហើយមិនមែនតាមបន់មកជ្រុងអញ្ចឹងទេទាំងមូលអញ្ចឹងមូលជុំវិញអញ្ចឹងផែនទីគេមានទាំងមូលអញ្ចឹងហើយក្រោយមកទៀតដូចជាមានការលក់ដូរអីទិញដូរអីអញ្ចឹងអាជ្ញាធរខណ្ឌមិនមានការសញ្ញេទេសញ្ញេតែសម័យលោកឃ្លាំងហួតនឹងចុះហត្ថលេខាមែនប៉ុន្តែក្រោយមកអាជ្ញាធរខណ្ឌខ្ញុំអត់ហ៊ានសញ្ញេទេដោយថាវាពាក់ព័ន្ធទៅនឹងក្រសួងព័ត៌មានអញ្ចឹងអត់ហ៊ានសញ្ញេទេបងប្អូនលក់តែត្រឹមសង្កាត់ឬក៏ត្រឹមភូមិមិនអញ្ចឹងបាទតែគ្នាគាត់នឹងទៅហើយគាត់តាំងទីលំនៅនឹងទៅគ្មានផលមោះអីជាមួយអ្នកណាទេរហូតដល់ថ្ងៃចុះហត្ថលេខាថ្ងៃទី28ខែមេសានេះបានមានក្រុមហ៊ុនផានិមិចអះអាងថាគាត់បានដេញថ្លៃហើយមានផតតាំងមានការចុះហត្ថលេខាពីគណៈរដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងព័ត៌មានមកទើបបានជាសាលាខណ្ឌចេញក្តីប្រកាសនេះជូនបងប្អូនដើម្បីឲ្យបងប្អូនដឹងថាក៏ការរស់នៅរបស់គាត់នេះមានអ្នកដតីមកអះអាងថាជារបស់ខ្លួនហើយឲ្យគាត់ធ្វើការតវ៉ាយ៉ាងម៉េចយ៉ាងម៉ាទៅតាមនីតិវិធីក៏ប៉ុន្តែអាជ្ញាធរខណ្ឌសំណូមពរមួយថាបើមានបញ្ហាកើតឡើងសូមឲ្យយើងធ្វើការដោះស្រាយទៅតាមសន្តិវិធីកុំឲ្យប្រើអំពើហិង្សាទី1ទី2ទៀតកុំឲ្យទៅតាមផ្លូវកាត់គឺយើងទៅតាមលំដាប់ឋានានុក្រមរបស់យើងគឺយើងមានសង្កាត់មានខណ្ឌមានក្រុងមានក្រសួងមហាផ្ទៃយើងមានសម្ដេចនាយករដ្ឋមន្ត្រីជាបង្អែកយ៉ាងទេយើងធ្វើការទៅតាមឋានានុក្រមរបស់យើងសូមកុំឲ្យបងប្អូនធ្វើការរំលងដោយព្រឹកមិញនេះជាការសោកស្ដាយទៅមួយសម្រាប់ខ្ញុំដែលបងប្អូនប្រជុំជាមួយខ្ញុំហើយខ្ញុំបានអះអាងហើយថានៅពេលដែលដីមានទំនាស់បងប្អូនថាដីអត់មានទំនាស់ទេខ្ញុំថាដីបងប្អូនអត់មានទំនាស់មែនប៉ុន្តែក្រុមហ៊ុនគេអះអាងថាដីគេអញ្ចឹងចង់វាទៅជាទំនាស់ទៅហើយបន្ទាប់ពីទូរទស្សន៍ CTN បានជួបសម្ភាសជាមួយប្រជាពលរដ្ឋអាជ្ញាធរដែនដីអភិបាលរងក៏ដូចជាចៅសង្កាត់មកទូរទស្សន៍ CTN បានជួបជាមួយនឹងអ្នកស្រីសុយសុផានប្រធានក្រុមហ៊ុនផានិមិចក៏ប៉ុន្តែអ្នកស្រីបានបដិសេធមិនផ្ដល់កិច្ចសម្ភាសដល់ទូរទស្សន៍ CTN តាមកញ្ចក់ទូរទស្សន៍ទេដែលអ្នកស្រីបានមានប្រសាសន៍ថាអ្នកស្រីទុកឲ្យសមត្ថកិច្ចធ្វើការដោះស្រាយបញ្ហានេះជាមុនសិនឥឡូវនេះសូមអញ្ជើញស្ដាប់នៅកិច្ចសម្ភាសជាមួយនឹងឯកឧត្តមអភិបាលក្រុងភ្នំពេញកែបជុតិមាតកតងទៅនឹងបញ្ហានេះចំពោះដីនៅម្ដុំអង្គតែនេះដូចដែល
លិខិតរបស់សាលាក្រុងបានផ្ញើជូនសម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់អំពីទីតាំងនេះច្បាស់លាស់តាមពិតទីតាំងដែលទំនេរអាចថាជាការដោះដូរបាននោះយើងឃើញមានទីតាំងទីលានវាយ golf មួយបាទហើយនឹងទីតាំងម្ខាងទៀតគឺជាទីតាំងដែលជួលឲ្យអ្នកលក់ដើមផ្កានិងដើមឈើក្រៅពីនឹងគឺសុទ្ធសឹងតែទីលំនៅរបស់ប្រជាពលរដ្ឋខ្ញុំយល់ថាប្រជាពលរដ្ឋនៅទីនោះគាត់នៅយូរមែនបាទគាត់នៅយូរមែនហើយមានកន្លែងខ្លះគាត់បានធ្វើរហូតដល់ផ្ទះថ្មថែមទៀតដូច្នេះអ្វីដែលជាការសម្រេចរបស់រាជរដ្ឋាភិបាលមិនមែនយើងមិនអនុវត្តនោះទេយើងអនុវត្តបានយើងគួរពិនិត្យបញ្ហានេះឲ្យបានហ្មត់ចត់ថាអីជាដីទំនេរដែលយើងគួរលៃលោកតាមសំណើរបស់ក្រសួងពាក់ព័ន្ធដែលស្នើថាដីរបស់គាត់ហើយត្រូវការផ្ទេរផ្ទាត់ឲ្យក្រុមហ៊ុនឯកជនជាថ្នូរនឹងថវិកានោះយើងធ្វើបានប៉ុន្តែដីដែលប្រជាពលរដ្ឋគាត់នៅយូរហើយដូច្នេះគួរពិចារណាចំណុចនេះឲ្យបានហ្មត់ចត់ការពិតដីនៅម្ដុំនេះគឺជាដីដែលក្រសួងព័ត៌មានគាត់គ្រប់គ្រងតាំងពីយូរទើបតែថ្មីនេះគឺមានការផ្លាស់ប្ដូរមួយគឺរាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនដើម្បីដោះដូរយកថវិកានេះជាតម្រូវការរបស់ក្រសួងព័ត៌មានចំណែកអាជ្ញាធរដែនដីខ្ញុំគិតថាការដែលយើងធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋយើងគួរពិចារណាបានហ្មត់ចត់ហើយខ្ញុំសូមជាឱកាសនេះដែរសូមជម្រាបថាក្រុមហ៊ុនបានស្នើឲ្យសាលាក្រុងចេញប្លង់ឲ្យគាត់យើងអាចចេញប្លង់បានដីដែលมันមានការដែលมันទំនាស់មានន័យថាដីទីលាន golf ហើយនឹងដីដែលជួលឲ្យឯក